វីដេអូនេះគឺសម្រាប់បងប្អូនដែលចង់បដូរពីការញ៉ាំសាច់អាំងបែបកូរ៉េជាមួយនឹងទឹកជ្រលក់ទឹកតៅហ៊ូឬក៏ទឹកត្រីកោះកុងណាបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបានខ្ញុំនឹងបង្ហាញពីរបៀបដែលធ្វើទឹកជ្រលក់បែបកូរ៉េតែម្ដងដែលយើងអាចញ៉ាំជាមួយនឹងសាច់ស្ងោរឬក៏សាច់អាំងបែបកូរ៉េជាមួយគីមជីបែបនេះគឺឆ្ងាញ់ជាពិសេសគឺជាមួយគីមជីដែលធ្វើឲ្យថ្មីអត់ទាន់ជូរនឹងគឺត្រូវជាមួយសាច់ស្ងោរបែបនេះបងប្អូនយើងផ្ទាប់ទៅយើងថែមបន្លែថែមតសក់ថែមអីហើយយើងដាក់ទឹកជ្រលក់នឹងមកជាមួយនឹងគីមជីដែលយើងតែមកធ្វើថ្មីបងប្អូនអូយគឺថារសជាតិឆ្ងាញ់មែនតែនត្បិតថាអត់មានរសជាតិជូរមែនប៉ុន្តែឆ្ងាញ់ណាបងប្អូនតោះឥឡូវមុននឹងយើងទៅមើលរបៀបធ្វើទឹកជ្រលក់យើងមកស្ងោរសាច់ចោលសិនទៅបើសាច់ហ្នឹងស្ងោរងាយឆ្អិននេះបងប្អូនអើយដាក់ស្លឹកតើយតិចទៅខ្ញីពីបេះដូងចឹងទៅដាក់អំបិលដាក់ប៊ីចេងដាក់ម្រេចចឹងមកម្រេចម៉ត់ក៏បានម្រេចគ្រាប់ក៏បានដែរដាក់ស្ងោរចោលឲ្យតតែឆ្អិនទៅហើយយើងយកពេលដែលរងចាំសាច់ជ្រូកហ្នឹងមកមើលពីរបៀបធ្វើទឹកជ្រលក់បែបកូរ៉េគឺយើងមានម្ទេសស្អិតកូរ៉េនេះហើយនឹងសៀងមិញណាបងប្អូនសៀងគឺខ្ញុំប្រើសៀងផ្អែមនេះគឺប្រើសៀងខ្មែរទេបងប្អូនចង់ទិញសៀងកូរ៉េក៏បានដែរបងប្អូនហើយដោយសារតែក្នុងម្ទេសស្អិតរបស់ខ្ញុំមិញហ្នឹងគឺអត់មានខ្ទឹមអញ្ចឹងខ្ញុំកិនសៀងនេះលាយជាមួយនឹងខ្ទឹមសណាបងប្អូនព្រោះអីបើសិនជាខ្វះរសជាតិខ្ទឹមសក៏អត់ឆ្ងាញ់ដែរអញ្ចឹងគឺខ្ញុំកិនសៀងផ្អែមរបស់ខ្មែរយើងហ្នឹងជាមួយនឹងម្ទេសសំទោសជាមួយខ្ទឹមហើយយកមកលាយជាមួយម្ទេសស្អិតកូរ៉េអញ្ចឹងសៀងខ្ញុំប្រើសៀងផ្អែមហើយចំណែកឯម្ទេសស្អិតកូរ៉េដែលខ្ញុំប្រើនេះគឺមានរសជាតិប្រៃហឹលបងប្អូនអត់មានរសជាតិផ្អែមទេណាហើយការដែលលាយហ្នឹងបងប្អូនលាយបរិមាណស្មើគ្នាទៅឧទាហរណ៍ថាបើសិនយើងប្រើសៀងហ្នឹង3ស្លាបព្រាយើងក៏យើងប្រើទឹកម្ទេសស្អិតកូរ៉េហ្នឹង3ស្លាបព្រាដែរនិយាយទៅគឺយើងដាក់បែបហ្នឹងឯងហើយបងប្អូនបើសិនជាលាយទៅមានអារម្មណ៍ថាវាខាប់ពេកបងប្អូនអាចលាយទឹកបន្តិចក៏បានដែរតែខ្ញុំចូលចិត្តខាប់បែបហ្នឹងអញ្ចឹងគឺខ្ញុំអត់មានបន្ថែមគ្រឿងទេសអីទៀតទេដោយសារតែសៀងនោះគឺផ្អែមហើយម្ទេសស្អិតកូរ៉េនេះគឺប្រៃហឹលអញ្ចឹងខ្ញុំថែមតែល្ងនិងប្រេងល្ងទៅគឺរសជាតិឆ្ងាញ់ហើយបងប្អូនតែសម្រាប់បងប្អូនអាចភ្លក់មើលរសជាតិទៅបើភ្លក់ហើយបងប្អូនមានអារម្មណ៍ថាស្ទើរគ្រឿងអីសម្រាប់បងប្អូនអាចបន្ថែមបានសម្រាប់ខ្ញុំអត់សូវចូលចិត្តបន្ថែមគ្រឿងអីបន្ថែមអីច្រើនទេបងប្អូនខ្ញុំចូលចិត្តញ៉ាំរសជាតិដើមបែបហ្នឹងតែម្ដងហើយបើញ៉ាំទៅគឺថារសជាតិនេះគឺរសជាតិគ្រឿងតិចដោយសារបងប្អូនឃើញខ្ញុំអត់មានបានបន្ថែមគ្រឿងអីទៀតទេទៅលើទឹកជ្រលក់ហ្នឹងតែប៉ុណ្នេះគឺរួចរាល់ហើយបងប្អូនបើសិនជាមើលទៅលឿនពេកអីបងប្អូនអាចសារមើលម្ដងទៀតហើយបើមើលហើយនៅតែអត់ច្បាស់អីបងប្អូនអាច comment សួរខ្ញុំក៏បានដែរណាបងប្អូនហើយខ្ញុំនឹងឆ្លើយតបនៅក្នុង comment អញ្ចឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងសម្រាប់គីមជីនេះគឺយើងមានស្រាប់ហើយសម្រាប់គីមជីខ្ញុំគឺថាខ្ញុំចូលចិត្តញ៉ាំទាំងជូរទាំងមិនទាន់ជូរសំខាន់ឲ្យតែគីមជីហ្នឹងចូលជាតិឆ្ងាញ់បងប្អូនរឿងថាជូរមិនជូរហ្នឹងអាហ្នឹងគឺមិនអីទេព្រោះគីមជីតែធ្វើថ្មីគឺអត់ទាន់ឡើងជូរទេដល់ពេលណាយើងទុកមកយប់អីចឹងទៅហ្នឹងហើយបានឡើងជូរចឹងណាបងប្អូនអញ្ចឹងនៅពេលដែលអត់ទាន់ជូរក៏ញ៉ាំបានជូរក៏ញ៉ាំបានដែរហើយចំណែកឯសាច់ស្ងោររបស់យើងវិញណាស្ងោរតាមរបៀបដែលខ្ញុំប្រាប់បងប្អូនមិញហ្នឹងគឺថាធានាតែម្ដងគឺអត់ខ្សោះទេបងប្អូនហើយពេលដែលញ៉ាំយើងថែមបន្លែខ្មែរយើងហ្នឹងមិនអីទេសាឡាត់ជីគ្រប់មុខអីចឹងទៅហើយបើសិនជាបងប្អូនមានជីកូរ៉េពណ៌ស្វាយឬក៏ពណ៌បៃតងហ្នឹងក៏ឆ្ងាញ់ដែរណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺគ្រាន់តែចង់មកបង្ហាញបងប្អូនពីរបៀបធ្វើទឹកជ្រលក់បែបកូរ៉េនឹងឯងដូច្នេះហើយសម្រាប់បងប្អូនដែលគាត់ចង់សាករសជាតិទឹកជ្រលក់បែបកូរ៉េម្ដងបងប្អូនអាចសាកធ្វើតាមខ្ញុំបានណាខ្ញុំបានបង្ហាញគ្រឿងផ្សំនៅខាងមុខឲ្យបងប្អូនអាចរកទិញម្ទេសស្អិតកូរ៉េហ្នឹងតាមរូបភាពដែលខ្ញុំបានបង្ហាញបានសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូន